បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនយើងទូទៅសម្បត្តិខេរៈស្មីទៀតហើយថ្ងៃនេះដែរសម្បត្តិយកលេថងបងក្រោយគោយន្តបងក្រោយមកស្រឿនៅកន្លែងកំផាចនេះគាត់មកស្រឿទេអត់ធ្វើអីច្រើនទេហើយមកកែជើងប្រអប់លេខថ្មីហើយនឹងឈូសប្រអប់ប្រដាប់វាយលេខនេះឈូសអានឹងថ្មីដូរដងកលេម្ដងនេះដូរដងកលេថ្មីម្ដងហើយនឹងស្រឿកលេក្រោយបន្តិចចឹងគាត់មកស្រឿទេរៀបចំចេញពីនឹងទៅខ្ញុំចេញគីឡូធ្ងន់ហើយអាចនឹងបានគីឡូ20ជាង30អាចនឹងមានដែរចឹងចាំមើលអ្នកគ្នាតែមើលខ្ញុំចេញពីកន្លែងជារួចខ្ញុំស្រឿរួចខ្ញុំដឹកថាវាបែបមិនហើយនេះកន្លែងបងប្រុសហើយមេជាងធំធ្វើខ្ញុំផ្ទាល់មេជាងធំបងរៀបចំស្រឿឲ្យខ្ញុំហើយជើងលេខដៃលេខធ្វើថ្មីមើលរៀបចំនេះធ្វើកន្លែងដាក់ឆ្កឹះលេខថ្មីដូរឆ្កឹះលេខនេះដូរឆ្កឹះលេខថ្មីអីថ្មីរៀបមកអែមនេះមេជាងធំកំពុងឡើងប៉ុងទេសង់ត្រីកលេខ្ញុំត្រូវឡើងមកដូរកលេហើយនេះលមករៀបចេញទៅទៀតហើយពុកម៉ែបងប្អូនយើងរៀបរាល់ថ្ងៃចេញរាល់ថ្ងៃនេះមួយគ្រឿងហើយនេះថ្មីមួយគ្រឿងទៀតនេះគេមកយកហើយម្ចាស់គាត់មកយកហើយតែគាត់ថារៀបចំស្អែកមិនបានចេញព្រោះថ្ងៃហ្នឹងនៅរៀបចំចាប់ទៅចកេះទេនេះបងប្អូនយើងនៅឆ្ងាយចង់តម្លើងចង់កំងអីអត់ពិបាកទេហើយយើងសួរថារៀបកើតអត់នៅឆ្ងាយពីអាភិបពោធិ៍សាត់បាត់ដំបងអត់អីនេះកើតទាំងអស់មកកាផ្លេបើយើងមកយើងផ្ញើតែប៉ុណ្ណេះមកអត់បាក់បងមិនសិនមកទេនេះសំខាន់នេះផ្ញើតែប៉ុណ្្នឹងក៏ទួយត្រីនឹងមកហើយមកដល់នេះគេតចកេះនេះតចកេះដូចគេតមកទឹកទៀតមកដល់គេតចកេះតអីអញ្ចឹងយើងយកទៅធានាមកត្រូវធានាមកបើកកើតនេះស្វោម៉ាស៊ីនដែលយកមកប្រើស្វោជប៉ុនហើយកូនកាត់ក៏ប្រើកើតដែរអត់ប្រកាន់ថាម៉ាស៊ីនជប៉ុនម៉ាស៊ីនកូនកាត់ទេគ្រាន់តែម៉ាស៊ីនកូនកាត់យើងតម្លាក់ពលីតូចមកម៉ាស៊ីនជប៉ុនយើងឡើងពលីហេងធំវាអត់សូវអីវាអត់សូវយ៉ងម៉ាស៊ីនមកចេញរាល់ថ្ងៃហើយមិនមែនឆ្នៃទៅប៉ុណ្្នឹងទេឆ្នៃប្រភេទលមកបាញ់ថ្នាំធ្វើអានេះដាក់ម៉ាស៊ីនម៉ូតូមើលឲ្យបងប្អូនជួយមើលឲ្យស្អាតកង់យើងគាត់ថាសម្រាប់បាញ់ថ្នាំចូលចកាចូលអីបាញ់ថ្នាំចន្ទីបាញ់ថ្នាំអីនេះហើយកែមកឆ្ងាញ់មានបូមជាកូតមានសោមកកាផ្លេនេះប្រអប់លេខកែទុកបាញ់ថ្នាំបងប្អូនយើងប្រអប់លេខឡានប្រអប់លេខពួក Porter ប្រអប់លេខ Libro ហ្នឹងនេះយើងឲ្យកែធ្វើលមកយើងឆ្នៃចេញពីពងក្រោយមានប្រាំងមានអីមកកាផ្លេដូចឡានដែរនេះជ្រៀងខ្ញុំហើយនេះម៉ាស៊ីនបច្ចេកម៉ាស៊ីនម៉ូតូនេះចង់កំងបានហើយខ្ញុំនឹងដាក់លេខទូរស័ព្ទជាងនៅលើវីដេអូនេះបងអានេះម៉ាស៊ីនអីគេនេះអូម៉ាស៊ីនអាសារ៉ូម៉ាស៊ីនអាសង់អែមហើយប្រាសាំងស្រួលថាយើងបាញ់ថ្នាំប៊ូមជីកូតអានេះប៊ូមជីកូតធ្វើប៊ូមជីកូតដល់ពុកម៉ែបងប្អូនយើងនេះប៊ូមជីកូតយើងធ្វើប៊ូមជីកូតមកវាវិលទៅមកឆ្ងាញ់ហើយមានភ្លើងមានអីមកផ្លេនេះអត់សម្រស់មួយមុខតិចហៀបនៅកន្លែងបងផាចជាងផាច Green ដែរទីតាំងគឺស្រួលរមមែនទែននៅទល់នឹងមុខវត្ត Green ដែរតែម្ដងនេះគឺខ្លោងទ្វារវត្ត Green ដែរនៅស្ថិតនៅក្នុងភូមិ Green ដែរឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំទាំងបងប្អូនយើងសួរច្រើនសួរទីតាំងនៅណាទីតាំងនៅខេត្តកំពង់ធំនៅខាងស្រុកតាំងគោកនេះរៀបចំរួចរាល់អានេះតឡើងឲ្យគេហ៎បងឡើងយកទៅបាត់ដំបងអូចាប់គេមកយកហ្នឹងឡើងយកទៅបាត់ដំបងនេះឡើងទៅបាត់ដំបងដាក់ឡានឡើងទៅបាត់ដំបងអញ្ចឹងមិនថាបាត់ដំបងពោធិ៍សាត់ចេះស្ទឹងត្រៃប្រាវាទេចង់កំងបានឧបករណ៍ច្រើនមានច្រើនមែនតើចង់បានកំងអីគ្រឿងអត់ពិបាកទេឲ្យតែថាកំងហើយប្រអប់លេខប៉ុងនោះប្រអប់លេខនេះសល់តែម្ដងកំងមកទៀតហើយសួរបងមិញបងថាកំងមកទៀតហើយកំងភាសា410ដើមប៉ុន្តែបងប្អូនយើងយកច្រើនអញ្ចឹងអត់ពិបាកទេខូចប្រអប់លេខដូរប្រអប់លេខបាននេះប្រអប់លេខខូចនេះរបស់ខ្ញុំហ្នឹងខ្ញុំខូចប្រអប់លេខខ្ញុំដូរប្រអប់លេខខូចប៉ុងខូចក្រោនដូរខ្ញុំគ្រឿងបន្លាស់អត់ខ្វះអត់ពិបាកទេតែខូចតាណាដូរទៅហ្នឹងហើយនេះកន្លែងដែកចង់រៀបcòn làកំងទេកំងមកចង់បានប្រវែងណាចង់បានដែកចង់បានភេទមិនក៏បានដែរសំខាន់បងប្អូនយើងកំងហើយបាននេះគាត់ដល់មើលដល់ផើងប្រអប់លេខទៅដឹងនេះផើងប្រអប់លេខយកមកកែយើងកាត់ចោលសល់តែផើងនេះប៉ុងសល់ពីដើមអានេះក្រោនយើងយកមកស្គូហើយបងប្អូនយើងដាច់ច្រើនមានបញ្ហាច្រើននេះក្រោននេះប្រអប់លេខកំងមកថ្ងៃហ្នឹងទៀតហើយទីតាំងជាងហើយវ៉ាន់អត់ខ្វះទេនៅកន្លែងជាងផាចចង់បានអីក៏បានហ្នឹងចឹងអរគុណច្រើនពុកម៉ែបងប្អូនយើងដែលបានតាមដានទស្សនារាល់វីដេអូគេរស្មីបាទពុកម៉ែយកទៅធ្វើវីដេអូទេដោយសាររវល់មួយរយៈហ្នឹងរវល់ច្រើនមែនតើការងារច្រើនហើយរវល់អត់សូវបានថតឲ្យនេះបញ្ជាក់ទីតាំងម្ដងទៀតនេះវត្ត
វត្តសិរីសុវណ្ណរាមហៅវត្តសិរីដែរនេះគឺទីយ៉ាងនៅទល់មុខវត្តសិរីដែរបងមុខពីផ្សារម្លងយើងមកពីផ្សារម្លងផ្លូវមកខាងការដងខាងភូមិការដងគុំការដងផ្លូវមកចការលើឡើងផ្សារម្លងមកកើតបងខ្ញុំរៀបចំរួចហើយនេះដល់ចាប់ទឹកលេរួចបបប្រយចេញទឹកលោធ្ងន់ហើយអរគុណច្រើនសូមគោរពលា